សូមមកធ្វើការណែនាំឲ្យស្គាល់ជាមួយនឹង motor ស្វ័នបុកប្រើភ្លើង Max Total ដែលមានកម្លាំង800 វ៉ាត់ដែលជាប្រភេទ motor ស្វ័នបុក3តង់ការប្រើប្រាស់ជាមួយនឹងមុខងារបុកបំបែក motor នេះអាចដាក់ផ្លែបានរហូតដល់ 26 mm មិនត្រឹមតែប៉ុណ្ណោះ motor នេះក៏បំពាក់មកជាមួយនឹងប្រព័ន្ធ SDI Plus ដែលជាប្រព័ន្ធរំញ័រសម្រាប់នៅក្នុងការប្រើមុខងារបុកបំបែកផងដែរចំណែកឯកម្លាំងរវិលជុំរបស់ motor នេះវិញគឺចាប់ពី0ដល់ 1100 rpm នៅក្នុង1នាទីនិងមានកម្លាំងបុកចាប់ពី0ដល់ 4000 ឯណោះmotor នេះក៏មានក្បាលដំណជាប់ពីរោងចក្រមកស្រាប់ដែលអ្នកទាំងអស់គ្នាមិនពិបាកនៅក្នុងការរកទិញខាងក្រៅផ្សេងដូចជា motor ស្វ័នបុកមុននោះទេទៅលើមុខងារស្វ័នឈើយើងអាចដាក់ផ្លែបានទៅដល់ 30 mm និងស្វ័នដែកយើងអាចដាក់ផ្លែបានរហូតដល់ 13 mmលោកអ្នកអាចរកទិញផលិតផល Max Total នៅគ្រប់ depot លក់គ្រឿងអគ្គិសនីនិងគ្រឿងសំណង់ទូទាំងប្រទេសឬចូលទៅកាន់គេហទំព័រ Total Tool Cambodia